Pien FIFA World Cup មួយនេះគឺមានតម្លៃលើសពី$20 លានបងប្អូនណាចាតើបងប្អូនដឹងអត់ថាតើពៀន FIFA World Cup នឹងគេធ្វើមកពីអីហើយអ្នកណាជាអ្នកផលិតវាឡើងយោងតាមការសិក្សាស្រាវជ្រាវបង្ហាញឲ្យឃើញលទ្ធផលថាពៀននេះបើគេគិតតែតម្លៃមាសឯងណាបងប្អូនចាមាសហ្នឹងគឺអាចមានតម្លៃចន្លោះពី$70,000ទៅ$75,000វាអាស្រ័យទៅលើតម្លៃហាងឆេងមាសនៅលើទីផ្សារជាក់ស្ដែងប៉ុន្តែបើគេគិតពីតម្លៃប្រវត្តិសាស្ត្រគេឈ្មោះនឹងការធានារ៉ាប់រងគឺវាត្រូវបានគេប៉ាន់ស្មានថាមានតម្លៃលើសពី$20 លានពៀនហ្នឹងមួយបងប្អូនចាចឹងសួរថាពៀនហ្នឹងគឺធ្វើពីអីខ្លះលក្ខណៈនៃពៀនគឺពិសេសខ្លាំងមែនតើទី1គឺគេធ្វើពីមាស18ការ៉ាត់ទី2ផ្នែកបាតរបស់វាតុបតែងដោយថ្មពណ៌បៃតងហើយទី3កម្ពស់របស់វាមានកម្ពស់36.8 សង់ទីម៉ែត្រទម្ងន់ 6.175 គីឡូក្រាមបានន័យថា6គីឡូជាង6គីឡូមួយខាំជិត2ខាំណាចាហើយរូបរាងជាមនុស្ស2នាក់ដែលលើកផែនដីឡើងលើហ្នឹងគឺតំណាងឲ្យជ័យជំនះនិងសាមគ្គីភាពរបស់ពិភពលោកអ្នកដែលច្នៃនិងផលិតពៀននេះឡើងគឺមានឈ្មោះថាលោក Silvio Gazzaniga ដែលគាត់គឺជាជាងចម្លាក់ជនជាតិអ៊ីតាលីពៀននេះគឺត្រូវបានផលិតនៅក្នុងក្រុមហ៊ុនអ៊ីតាលីដែលមានឈ្មោះថាក្រុមហ៊ុន GDE Bertoni ហើយពៀននេះផងដែរគឺត្រូវបានគេដាក់ឲ្យប្រើប្រាស់ជាលើកដំបូងនៅ FIFA World Cup ឆ្នាំ1974បន្ទាប់ពីប្រេស៊ីលបានកាន់កាប់ពៀនចាស់ជាអចិន្ត្រៃយ៍ដូច្នេះសួរថាតើក្រុមជើងឯកដែលដណ្ដើមយកពៀនបានណាគាត់អាចយកពៀននឹងទៅផ្ទះបានមែនអត់តាមដែលដឹងមកពៀនដើមគឺជាកម្មសិទ្ធិរបស់ FIFA ហើយត្រូវរក្សាទុកនៅសារមន្ទីរ FIFA ក្នុងទីក្រុង Zurich នៃប្រទេសស្វីសក្រុមជើងឯកគ្រាន់តែបានលើកពៀនដើមក្នុងពិធីប្រគល់រង្វាន់តែប៉ុណ្ណោះបន្ទាប់មកគឺត្រូវប្រគល់ជូន FIFA វិញអ្វីដែលក្រុមជើងឯកគាត់យកទៅប្រទេសរបស់ខ្លួនបានគឺជាពៀនចម្លងដែលស្រោបមាសមិនមែនជាពៀនស៊ីនពៀនដើមនឹងឡើយចាអញ្ចឹងសូមបញ្ជាក់ជូនថាពៀនដើមឬក៏គេហៅថា Original FIFA World Cup Trophy ហ្នឹងគឺមានតែមួយប៉ុណ្ណោះមានតែមួយទេដែល FIFA រក្សាទុកជាកម្មសិទ្ធិរបស់ខ្លួននៅក្នុងទីក្រុង Zurich នៃប្រទេសស្វីសគ្មានការផលិតពៀនដើមថ្មីសម្រាប់ការប្រកួតឬក៏ការប្រគល់ជូនពានរង្វាន់ហ្នឹងទៅណាទេដូចបញ្ជាក់អញ្ចឹងអ្នកដែលឈ្នះគាត់លើកពៀន original ហ្នឹងបានតែពេលលើកពៀនថតមកផ្លេតហ្នឹងទេបន្ទាប់មកគឺគេយកទៅទុកវិញហើយដោយឡែកពៀនដែលគាត់យកទៅផ្ទះគាត់បានឬក៏យកទៅប្រទេសគាត់បានហ្នឹងគឺជាពៀនចម្លងថ្មី